នាងជាមនុស្សដែលមានចិត្តត្រជាក់រីករាយនិងជំនាញផ្នែកស៊ើបរឿងក្តីចំណែកគាត់គឺជាមនុស្សដែលមានចិត្តក្តៅម៉ឺងម៉ាត់និងតែងតែឆេវឆាវចំពោះមនុស្សជុំវិញខ្លួនករណីឃាតកម្មដ៏ចម្លែកដែលពាក់ព័ន្ធនឹងនគរទាំងពីរតម្រូវឲ្យពួកគេស៊ើបអង្កេតស្វែងរកការពិតមនុស្សម្នាក់កំពុងស្វែងរកការពិតមនុស្សម្នាក់កំពុងស្វែងរកស្នេហាអ្នកទាំងពីរបានជួបគ្នាបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធមនុស្សពីរនាក់មិនចុះសម្រុងនឹងគ្នាមនោសញ្ចេតនាបានកែប្រែពួកគេឲ្យយកចិត្តទុកដាក់ចំពោះគ្នាខ្ញុំជឿថាស្នេហានឹងអាចយកឈ្នះអំពើអាក្រក់ស្នេហាមិនត្រឹមតែជាអារម្មណ៍វាក៏ជាធម៌ពលជំរុញឲ្យឈ្នះគ្រប់ឧបសគ្គទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងអាណាចក្រធម្មពលវិញ្ញាណមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះដែលលើកកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV ទៅមួយគុណគឺប៉ុស្តិ៍លេខ6